ក្របបាល់ចូលទៅខាងក្នុងតាច់មកក្បាលបច្ចុប្បន្នលេងការពារពិបាកនៅក្នុងការទាត់ឱកាសសុទ្ធឈ្វេនេះជាការជួបគ្នារវាងក្រុមបាល់ទាត់អាត្រីស Real Madrid បាទត្រូវទៅជួបសួរសុខទុក្ខក្រុមបាល់ទាត់បាទ Deportivo បាទ Alves បាទដែលជាក្រុមម្ចាស់ផ្ទះបាទ11អ្នកដំបូងរបស់ក្រុមបាល់ទាត់ Deportivo Alves មានអ្នកចាំទី Jesus Ovano ខ្សែការពារមានកីឡាករ Manuel Sanchez មានខ្សែការពារកណ្ដាល Moreno ចាប់ដៃគូជាមួយនឹង Abdel Khabia នៅខាងស្ដាំគឺមានកីឡាករ Nahul Tanaglia បម្រើការពារមាន Blenso ចាប់ដៃគូជាមួយនឹង Jordan បម្រើប្រយុទ្ធមាន Martin មាន Alena ចាប់ដៃគូជាមួយនឹងកីឡាករ Carlos Vicente ប្រយុទ្ធនៅក្នុងប្រអប់គឺកាពីតិនក្រុម Kike Garcia បដិឡៃ11អ្នករបស់ Real Madrid ក្រោមការដឹកនាំរបស់លោក Cruta Carlo Ancelotti មានអ្នកចាំទី Thibaut Courtois ខ្សែការពារមាន Fran Garcia Antonio Rudiger Raúl Asensio Lucas Vazquez ដែលជាកាពីតិនក្រុមបម្រើ4រូបមាន Camavinga Tchouaméni Valverde Arda Güler នៅខាងលើមាន Mbappé ចាប់ដៃគូជាមួយនឹង Rodrigo អ្នកដែលរាប់រងគឺខ្សែបម្រើការពាររបស់ Juan Jordan លើកចូលទៅខាងក្នុងថែមមិនចំគោលដៅទេបាទការរត់មកថែមនេះបាល់បានត្រឹមតែរំលងរបាទីតែប៉ុណ្ណោះយើងទស្សនារូបភាពយឺតៗទាំងអស់គ្នាការក្រោះបាល់ចូលមករត់មកថែមពីចម្ងាយនេះបាទមកហើយក៏សុទ្ធស្ដាំបណ្ដាបាល់នេះបានត្រឹមតែរំលងរបាទីតែប៉ុណ្ណោះបាញ់បាល់វែងទៅហើយឱកាសពី Real Madrid Arda Güler ជួយបានពីអ្នកចាំទីដៃទី1 Ovano អ្នកចាំទីដៃទី1របស់ក្រុមបាល់ទាត់ Deportivo Alves ឱកាសពីកីឡាករវ័យក្មេងសញ្ជាតិទូគីយើងមកមើលការទាត់បាល់ពី Arda Güler ផុតបាល់ទៅហើយអ្នកចាំទីចេញមកក៏មិនប៉ះបាល់ដែរទស្សនារូបភាពយឺតការបាញ់បាល់វែងពីខ្សែការពី Antonio Rudiger បាល់នេះមិនអត់សាយទេណាលោតផ្ទះអ្នកចាំទីក៏លោតមកបាទស្មានតែ Arda Güler ផ្ទះរំលងក្បាលគាត់ប៉ុន្តែ Arda Güler ផ្ទះបាល់ទៅវាមិនត្រូវបាល់ពេញប្រឆិតបាល់ចូលបលាស់ជើងគាត់ហើយក៏ប៉ះទង្គិចជាមួយនឹងខ្សែជាមួយនឹងអ្នកចាំទីផ្ទាល់តែម្ដងណែប៉ះទង្គិចជាមួយអ្នកចាំទីផ្ទាល់តែម្ដងដែលធ្វើឲ្យចង្វាក់ Arda Güler ដួល Rodrigo កាប់ Rodrigo ឡើងឆ្វេង Rodrigo សុទ្ធឈ្វេងចាប់ជួបពីអ្នកចាំទីបាទប៉ុន្តែបាល់នេះអាញាកណ្ដាលមើលឃើញថាបាល់ចេញទៅខាងក្រៅហើយដូច្នេះបាទគឺផ្ដល់បាល់ចំណេញ corner kick ឲ្យក្រុមបាល់ទាត់ Atletico Real Madrid បាទក្រោះបាល់ចូលទៅខាងក្នុងតាត់មកក្បាល Goal 1-0 Atletico Real Madrid នាំមុខ 1-0 ទៅហើយទៅលើក្រុមម្ចាស់ផ្ទះ Deportivo Alves ជាអ្នកដែលសម្រុកម្ដងហើយម្ដងទៀតបានម្សិលទៀតតាំងតែពីចាប់ផ្ដើមកែបាល់ដើមតង់ការប្រកួតវគ្គទី1តែ Real Madrid ទេជាអ្នកតែតាមតែនាំមុខយើងមកមើលការតែពី Raúl Asensio អូហើយក៏ថែមបើបញ្ចប់សេចក្តីតែម្ដងមកពី Antonio Rudiger ការលោតតែនេះផ្ទុយនឹងទ្រង់ខ្សែការពារឡងមកថែមស្ដាប់ផ្លាប់ចូលផ្លេតពី Antonio Rudiger បាល់នេះមានការឈិច VAR មានការពីនៃឬក៏យ៉ាងណាយើងចាំមើលជាក់ស្ដែងទាំងអស់គ្នាទស្សនិកជនលោកអញ្ញាកដាក៏រត់មកឈិចខ្លួនឯងឬយ៉ាងណាដកកាត់លឿងមួយសិនដកកាត់លឿងឬយ៉ាងណាហើយតវ៉ាច្រើនគឺកាត់លឿងតែឥឡូវហ្នឹងបាទឥឡូវលោកអញ្ញាកដាគាត់រត់មកឈិចខ្លួនឯងតែម្ដងបាទរត់មកឈិចខ្លួនឯងតែម្ដងបាទរត់មកឈិចខ្លួនឯងតែម្ដងបាទ no goal អត់ឲ្យទេបាទ Raúl Asensio បើគាត់អស់សំណើចមិនមានក្របបាល់ទេបងប្អូនយើងបាទផ្អែកលើការឈិច VAR ពីសំណាក់បាទលោកមន្ត្រីបាទអាញាកដាលទីគេបញ្ជូនឲ្យ Valverde Federico Valverde តែងតែទាត់ពីលើដំបូលទូកឲ្យមិត្តរួមឲ្យក្រុមបាល់ទាត់ Real Madrid ប៉ុន្តែបច្ចុប្បន្នលេងការពារពិបាកនៅក្នុងការទាត់ឱកាសសុទ្ធឈ្វេង Goal 1-0 Camavinga សិតបញ្ចូលទីឲ្យក្រុមបាល់ទាត់ Real Madrid នាំមុខ 1-0 បាននៅនាទីទី34បាននៅក្នុងការប្រកួតវគ្គទី1 Camao អូយទើបតែនិយាយមិនទាន់ផុតពីមាត់ផងអ្នកដែលសុទ្ធពីលើដំបុកទូកអ្នកដែលតែងតែសុទ្ធពីចម្ងាយគឺជាអ្នកដែលស៊ីតែម្ដងមិញបាទគឺ Rodrigo យើងមកមើលការបៀលបាល់ពីខាងក្រោម Rodrigo បញ្ជូនមកឲ្យ Arda Güler ក៏បញ្ជូនឲ្យ Federico បញ្ជូនឲ្យ Valverde កាត់មកឲ្យ Camavinga សុទ្ធឈ្ួយផ្ទះមកផុតដៃអ្នកចាំទីOvano មិនអាចជួយសង្គ្រោះបានទេមួយជើងឆ្វេងនេះគឺស្រស់ស្អាតណាស់
បាទថ្ងៃនេះគឺប្រើប្រាស់ខាម៉ាវីកានៅឈុត11អ្នកដំបូងដាក់លេងពេញតង់ហើយព្រោះថាខាម៉ាវីកាមិនត្រូវបានប្រើប្រាស់នៅក្នុងការប្រកួតជើងទី2ទល់នឹង Arsenal ទេដោយសារតែគាត់ជាប់បំរាមកាត់បាទក្រហមអាឡេណាហែកមកស្លាប់ស្នាមឲ្យ Claude Vicente សុតឈួយអូមិនចំគោលដៅទេការសុតឈួយប៊ីសទៅមុំដែលបាទ Real Madrid សុតទៅលើគេចឹងប៊ីសគេសងវិញភ្លាមបងប្អូនហើយយើងមកមើលការសុតពីកីឡាករលេខ7 Claude Vicente ផុតដៃអ្នកចាំទីធីបាល់កូតួក៏សុតបាទផុតទាំងខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់ Deportivo Alaves គ្នាតិចមានការពិន័យជាកាត់ក្រហមទៀតទៅបាទឈិច VR ទៀតហើយបាទឈិច VR ទៀតហើយបាទអត់បំបាប៉េទៀតគឺយ៉ាប់ហើយការប្រកួតនេះបើសិនជាចាញ់ទៀតខ្ញុំគិតថាស្ទើរតែអស់ឱកាសនៅក្នុងការប្រជែងពានជាមួយនឹងក្រុមបាល់ទាត់បាសេបាទគេមិនអោយបន្ទុកគេលបោតងាយទេបាទកាត់ក្រហមបាត់ហើយបាទចាប់សពគ្រប់អូយបាទអំបាប៉េអត់ចំណេញសោះកាពីស្លាប់ស្ដាំកឹបថយក្រោយទៅសិនបញ្ជូនផ្ទះចូលក្នុងអត់ផុតពីអាដាកូលឺតាំងតែពីអំបាប៉េកាត់ក្រហមមកស្ទើរតែរកបាល់លេងអត់មានទេបងប្អូនយើងស្ទើរតែរកបាល់លេងអត់មានទេរុញជាបន្តទៀតទៅស្លាប់ស្ដាំលើកបាល់ចូលមកខាងក្នុងតាច់មួយក្បាលក៏ជួយបានពីអ្នកចាំទីធីបឺតកូតូសាជាថ្មីការតែតមិនទាន់ចំប្លង់ពេញឡង់ល្អនៅឡើយទេដូច្នេះបាល់មកស្រាលបែបនេះបាទគឺមិនងាយផុតពីអ្នកចាំទីដៃស្អិតបាទទីបឺតកូតូនោះទេទៅស្លាប់ស្ដាំនៅតែគ្រប់គ្រងពីខាងក្រុមបាល់ទាត់បាទអាល់វេសក្រោះបាល់ចូលមកខាងក្នុងប្រអប់គ្រោះថ្នាក់តាត់មកក្បាលសាជាថ្មីបាទការដែលតែតបាទប្រជែងបាល់លើអាកាសយើងទៅសារអាល់វេសគាត់តែងតែរកបាទចំហដែលអាចតែតបានគ្រាន់ថាចំហវាអត់ពេញការតែតបាទទម្ងន់មិនសូវជាធ្ងន់បាល់មិនសូវជាលឿនប៉ុន្តែគាត់តែតបានរហូតចំគោលដៅរហូតបាទការដែលតែតរបៀបនេះបាទគឺពិបាកនៅក្នុងការដែលផុតដៃអ្នកចាំទីធីបឺតកូតូណាថាបាល់បានពីឈុត Bellingham ទាញប៉ុន្តែលោកញ៉ាកដៅពីនៃមុនឈុត Bellingham បញ្ជូនជាបន្តទៀតបាទប្រាប់ថាដាក់បាល់ឲ្យត្រូវកន្លែងជូត Bellingham វិនិសុជនីទើបតែបដូរចូលទេបងប្អូនយើងព្រោះថាបាទអត់ហ៊ានដាក់ពេញតង់ទេទុកបាទកម្លាំងលេងជាមួយនឹងក្រុមបាល់ទាត់ Arsenal បាទនៅពាក់កណ្ដាលសប្តាហ៍ពលគឺនៅថ្ងៃទី16ខែមេសាឆ្នាំ2025ខាងមុខនេះបាទសម្រាប់ការប្រកួតជើងទី2នឹងត្រូវលេងបាទនៅ Santiago Bernabeu បន្ទាប់ការពីជើងទី1បាទគឺបានចាញ់ក្រុមបាល់ទាត់ Arsenal 3-0យ៉ាងណាអញ្ចេះបាទតិចមានការឈិចបាទ VR ឲ្យកាត់ក្រហមទៅវិញទៅតិចកាត់ក្រហមម្នាក់មួយទៅស្មើគ្នាល្មមសួស្ដីរងយើងមកមើលអូចំណុចបើកបាតដូចគ្នាប៉ុន្តែត្រង់នេះវាសនាដូច MAP ឬក៏យ៉ាងណាបាទវាសនាដូច MAP ឬយ៉ាងណាបើសិនជាកាត់ក្រហមដូចគ្នាល្អលេងហើយគេណាកាត់ណែណាចេះដកកាត់ក្រហមអូ Manuel Sanchez អរគុណច្រើនបាទលោកញ៉ាកដាផ្លុំកញ្ចាបញ្ចប់ការប្រកួតបាទលទ្ធផលគឺតានតឹង 1-0 បាទតែមានតែមួយគ្រាប់គត់តាមរយៈការសុទ្ធពី Eduardo Camavinga ហើយក៏ជាប់ជាមែនអស់ទៅម៉ាច់តែម្ដង